ហើយទឹកដីនេះគឺជានគរនាគដើមកំណើតពួកនាគនៅនឹងឯងដែលព្រះសម្មាសម្ពុទ្ធប្រមាលមើលសាសនាហើយនាំអនន្តថាអនន្តសាសនាតថាគតត្រូវតែប្រមាលមើលចង់ដឹងហេតុអីខ្លះមុនតថាគតបរិនិព្វានតថាគតផ្ដាំទុកតើមានហេតុអីខ្លះអនន្តប៉ះទៅជាមួយតថាគតដើម្បីទៅមើលសាសនាដល់ទីណាហើយដើម្បីប្រមាលមើលសាសនាដល់ទីណាក្នុងប្រទេសខាងឆ្វេងព្រះសម្មាសម្ពុទ្ធបែបប្រភពមកទិសខាងកើតហ្នឹងគឺនៅទិសឦសានគេហៅឦសានគឺនគរយើងនឹងឯងណែប្រទេសយើងកើតយូរណាអរិយធម៌នេះកើតយូរហើយអ្នកណាបៀតបៀននគរនេះណាបន្ទាប់ពីហេតុសាសនាចប់នគរនឹងត្រូវតែវិនិច្ឆ័យវិញនគរនេះជួបទុកតែពាក់កណ្ដាលសាសនាទេព្រះអង្គព្យាករសាសនាបាន2500ភ្លាយថ្លាយតាមដោយទំនាយព្រះទស្សពលកើតហើយនៅនឹងអញ្ចឹងបងប្អូនសាសនារាល់ថ្ងៃដល់ត្រឹមណាហើយដែលបងប្អូនរៀនសាសនារៀនហេតុបើអត់ច្បាស់ហេតុទេបងប្អូនបដិបត្តិអត់ត្រឹមត្រូវទេអត់ជឿអត់លះបង់អត់ហ៊ានទេបារមីយើងបងប្អូនទាំងអស់គ្នាជួបរឿងជួបរាវគឺគ្មានអ្វីក្រៅអំពីតួកម្មមកផ្ចាញ់នឹងបងប្អូនចង់ជោគជ័យលុះត្រាតែបងប្អូនយកឈ្នះអ្វីដែលខ្លួនឯងទម្លាប់អាក្រក់ដូច្នេះបងប្អូនត្រូវស្គាល់ច្បាស់ជាងគេគឺបុណ្យនិងបាបល្អនិងអាក្រក់ទើបបងប្អូនសាងគុណជាតិឯអគ្គសាវកទី37ដែលមានពនាមហៅថាព្រះសិវលីជាអគ្គសាវកដែលប្រសូតឡើងក្នុងលោកជាឡើងក្នុងលោកនេះអគ្គសាវកនេះព្រះអង្គបរិបូរដោយភោគទ្រព្យសម្បត្តិច្រើនធ្លាប់សន្សំអានុសង្ឃរបស់ព្រះអង្គពីអសង្ខ័យទៅ3អសង្ខ័យដែរអញ្ចឹងបងប្អូនគេសន្សំបុណ្យដោយសន្សំទ្រព្យចឹងគឺអរិយទ្រព្យនឹងសម្រាប់លើកកម្ពស់គេពីមួយជាតិទៅមួយជាតិបងប្អូនកំតូចចិត្តសមុទ្យៈកងទុកទាំង12កងទុកខៈដែលមានទុកទាំង12កងសម្រាប់ជីវិតសមុទ្យៈគ្រឿងសោយអារម្មណ៍ច្បោកច្បល់ភ័យខ្លាចតក់ស្លុតមកពីបងប្អូនអត់ឃើញទីបំផុតនៃព្រះធម៌បើបងប្អូនឃើញធម៌ទីបំផុតវាហើយសមុទ្យៈអារម្មណ៍រវើរវាយអារម្មណ៍ជាប់ចម្ពាក់ភ័យខ្លាចទាំងអស់នោះវានឹងបាត់ទៅពីព្រោះចិត្តយើងឃើញច្បាស់ឃើញជ្រៅនៅអ្វីដែលខ្លួនមានទីពឹងក្នុងលោកនេះស្លាប់តែកាយទេតែវិញ្ញាណនៅជឿជាក់លើវិញ្ញាណខ្លួនឯងថាខ្លួនអាត្មាអញបានបំពេញបុណ្យនេះជាគុណជាតិនេះអញជឿជាក់ថាការស្លាប់ទៅនេះគ្រាន់តែស្លាប់តែកាយទេតែបុណ្យរបស់អាត្មាអញនឹងទៅកើតទីខ្ពង់ព្រោះតែបុណ្យនេះហើយនេះបើព្រះពុទ្ធអាវាសនេះបើអ្នកសិក្សាធម៌ច្បាស់អញ្ចឹងគេអត់ដែលភ័យខ្លាចស្លាប់ទេគេភ័យខ្លាចអ្វីដែលគេមិនបានធ្វើគឺបុណ្យអ្វីដែលគេប្រព្រឹត្តអាក្រក់គឺទោសគេអត់ប្រព្រឹត្តទោសគេអត់ប្រព្រឹត្តបាបតើមានអ្វីឲ្យភ័យក្នុងខ្លួនយើងមានតែសេចក្តីរីករាយថាបើអញអស់ទៅជីវិតអញចាស់ការផ្លាស់ប្ដូររូបរាងប្រែប្រួលឈឺចុកចាក់គ្រប់កន្លែងនេះមកពីកាយអញជាអនត្តាមិនមែនជាខ្លួនថ្ងៃនេះអញដេកអត់បានថ្ងៃប្រហែលថ្ងៃមុនកាលអញនៅពីកូនក្មេងដាក់លក់ដេកស្រួលគ្រាន់តែដាក់ភ្លាមលក់ភ្លឹងតែឥឡូវនេះងាកឆ្វេងងាកស្ដាំទៅខាងណាក៏មិនលក់សោះខ្លួនអញអនត្តាមែនប្រែថាមិនមែនខ្លួនបើជាអនត្តាឈឺកន្លែងនេះឈឺកន្លែងនោះអាត្មាអញមានប្រែប្រួលហើយសភាពប្រែប្រួលនៃការដេកមិនលក់គឺជាអនិច្ចំវាប្រែប្រួលកើតឡើងដល់អាត្មាអញហើយជាអនិច្ចធម៌ប្រែប្រួលហើយគឺអនិច្ចំដូច្នេះអញអត់ថិតថេរទៀតទេបើមើលឃើញមិនថិតថេរសភាពកាយទាំងអស់នេះវាជាទុក្ខបើជាទុក្ខមានតែអាត្មាអញត្រៀមខ្លួនរកធម៌ដើម្បីជាទីពឹងឲ្យហើយមានតែអាត្មាអញរកធម៌ជាទីពឹងនៅពេលហ្នឹងឯងបងប្អូនបុណ្យដែលបងប្អូនបានធ្វើហ្នឹងឯងទីពឹងនៅពេលទីពឹងមកដល់បងប្អូនមានអីទៅភ័យខ្លាចនៃជីវិតស្លាប់ទៅពីព្រោះបងប្អូនជឿជាក់ថាអញជីវិតជាតិនេះនិងជាតិក្រោយមិនខុសគ្នាទេគ្រាន់តែជីវិតនេះត្រូវស្លាប់ជាធម្មតាការស្លាប់របស់អញកើតមានពេលណាពេលនឹងជាពេលវេលារបស់អាត្មាអញករុកកម្មក្តីអសន្នកម្មក្តីកម្មរបស់អាត្មាអញនឹងទទួលនៅមរណកម្មនេះដោយរីករាយចិត្តក៏ស្ងប់ហើយផលបុណ្យក៏កើតឡើងចិត្តក៏ស្ងប់សេចក្តីស្ងប់នោះនាំឲ្យបដិសន្ធិវិញ្ញាណកម្មទៅកើតទៅក្នុងកំណើតខ្ពង់ខ្ពស់ព្រោះតបុណ្យស្ដេចមន្ត្រីជាទេវតាជានាគជាគ្រុឌជាព្រំក្តីបុណ្យទាំងឡាយគឺកើតចេញអំពីការបំពេញនិងការសន្សំរបស់យើងគឺការពលីនេះឯងគឺការធ្វើបុណ្យនេះឯងបងប្អូនថ្ងៃនេះយើងពលីប្រែតែការធ្វើការបូជាហើយពលីនេះមិនមែនលោកគ្រូនាំឲ្យពលីទេការបូជានេះមិនមែនលោកគ្រូនាំឲ្យបូជាទេគឺចិត្តបងប្អូនជ្រះថ្លាបងប្អូនស្រឡាញ់អំពើល្អទុកក្នុងខ្លួនឲ្យបានច្រើនបងប្អូនមកពីផ្ទះខ្លួនឯងមកពលីបងប្អូនមកធ្វើបងប្អូនមកចង់ដឹងហើយការពលីនោះគឺការបូជាអញ្ចឹងបងប្អូនបូជាទាំងអស់គ្នាបូជាកាយវាចាចិត្តស្ដាប់គោរព
យកបុណ្យយកកសលហើយតាំងចិត្តឲ្យមូលប្រាថ្នាយកស៊ីវលីចក្រមហាថេរបញ្ញមហាលាភាំងភវន្តុមេខ្ញុំម្ចាស់សូមយកបុណ្យអំពីព្រះអង្គផងនៃការបូជាចំពោះព្រះអង្គសូមឲ្យខ្ញុំបាននៅសេចក្តីសុខសេចក្តីចម្រើនដំណើររបស់ខ្ញុំម្ចាស់ឲ្យបរិបូរណ៍ភោគទ្រព្យដោយព្រះអង្គដែលមានអំណាចក្នុងលោកនេះផងសូមពឹងលើបុណ្យព្រះអង្គទេវតាពឹងលើបុណ្យស៊ីវលីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គធ្លាប់ពឹងលើបុណ្យស៊ីវលីក្នុងពុទ្ធដំណើរ60យោជន៍ទៅកាន់រេវតៈនៃព្រៃកោគីដែលព្រះអង្គទ្រង់ធ្វើពុទ្ធកិច្ចមានប្រមាណប្រសង់500អង្គចឹងព្រះអង្គទ្រង់លើកសរសើរអគ្គសាវកស៊ីវលីថាជាអគ្គសាវកដ៏មានបុណ្យច្រើនក្នុងជំនុំប្រជុំសង្ឃហើយលើកជំនុំសង្ឃថាស៊ីវលីមានបុណ្យជាងគេក្នុងលោកនេះបងប្អូនតើអត់បងប្អូនជឿលើអាកម្លាំងចិត្តខ្លួនឯងអត់បងប្អូនធ្វើខុសមានកម្លាំងចិត្តអត់នោះហើយជាធម្មជាតិខាងក្នុងខ្លួនធម្មជាតិនេះជាចំណែកចិត្តតែដែលឲ្យយើងដឹងយើងមើលមិនឃើញចិត្តមែនតែយើងអាចដឹងចិត្តខ្លួនឯងពេលខ្លះបងប្អូនតូចចិត្តដែរតូចនឹងតូចអីតូចចិត្តបងប្អូនឃើញចិត្តឯនៅឃើញតាមរយៈការដឹងថាអាសភាវៈមួយនៅក្នុងខ្លួនតែងតែតាំងនៅហ្នឹងវាប្រែប្រួលម្ដងឲ្យតូចចិត្តម្ដងឲ្យខឹងម្ដងឲ្យស្អប់វាជាធម្មជាតិនេះបងប្អូនប្រើប្រាស់វាណាក៏មានដូចគ្នាបងប្អូនត្រូវយកវាឲ្យខ្ពស់ដើម្បីចាប់យកធម្មជាតិខ្ពស់ចាប់យករិស័យដាក់ខ្លួនបងប្អូនកុំគិតពីអ្នកដទៃអ្វីដែលបងប្អូនខ្វះបងប្អូនបំពេញដោយខ្លួនឯងគឺបុណ្យហើយបុណ្យប្រែថាគុណជាតិនៃអំពើល្អហើយបើបងប្អូនស្ដាប់ធម៌ច្បាស់ហើយល្អនិងអាក្រក់បងប្អូនស្គាល់ច្បាស់ហើយបងប្អូនស្គាល់ល្អអាក្រក់ច្បាស់នៅស្គាល់ច្បាស់នៅលឺបន្តិចមើលច្បាស់ហើយនៅបាទបងប្អូនស្គាល់ច្បាស់ហើយល្អនិងអាក្រក់បងប្អូនស្រឡាញ់ល្អឬស្រឡាញ់អាក្រក់បងប្អូនស្រឡាញ់ល្អឬស្រឡាញ់អាក្រក់ល្អគឺល្អដោយអីខ្លះល្អមានតែ3ទេកាយវាចាចិត្ត3ហ៎ល្អដោយកាយល្អដោយវាចាល្អដោយចិត្ត3យ៉ាងនេះគឺល្អដោយសិលល្អដោយសមាធិល្អដោយបញ្ញាចិត្តតំណាងសមាធិបងប្អូនចិត្តដែលបងប្អូនធ្វើល្អត្រូវចិត្តដែលបងប្អូនគ្រប់គ្រងល្អត្រូវចិត្តនឹងមានសមាធិរួចបាត់ទៅហើយនោះធម្មជាតិនៃសមាធិវាជាធម្មជាតិមួយដែលចិត្តយើងចេះត្រួតពិនិត្យចេះយើងចិត្តស្ងប់ចិត្តយើងចេះស្ងប់យើងចេះពិនិត្យមើលចិត្តយើងចេះពិនិត្យមើលធម្មជាតិនោះឈ្មោះថាសមាធិក្នុងខ្លួនហើយអានឹងចិត្តអញ្ចឹងកាយវាចាចិត្តចិត្តអញ្ចឹងបងប្អូនចិត្តនេះគឺសមាធិបានអាចមើលឃើញបើចិត្តយើងមើលឃើញយើងមានអីបើចិត្តយើងមើលឃើញនៅល្អអាក្រក់យើងមានអីបានមានបញ្ញានឹងសិលសមាធិឲ្យមានបញ្ញាហើយបើចិត្តយើងមើលឃើញល្អអាក្រក់ចិត្តយើងជាអ្នកមានបញ្ញាអញ្ចឹងអ្នកមានបញ្ញាដែលអ្នកណាសាងអាក្រក់ឬអត់អ្នកមានបញ្ញាមកដែលអ្នកណាសាងអាក្រក់ទេមែនទេចុះបណ្ឌិតអ្នកដែលមានបញ្ញាខ្លាំងមែនទែនគេសាងអាក្រក់អត់ហើយចុះបងប្អូនសាងអាក្រក់អត់ទេព្រោះបងប្អូនមានបញ្ញាមើលឃើញខ្លួនឯងថាមិនគួរសាងអាក្រក់ដល់អ្នកដទៃឲ្យយំឲ្យយែកឲ្យបែកឲ្យបាក់ឲ្យរឿងឲ្យរាវឲ្យក្តៅកាហាយអស់នៅជីវិតដល់អ្នកដទៃទេអញកើតមកជាមនុស្សគួរតែធ្វើអ្វីឲ្យមានប្រយោជន៍ដល់អ្នកដទៃហើយបងប្អូនមានចិត្តស្ងប់ឈ្មោះថាមានសមាធិហើយបងប្អូនមានសមាធិបងប្អូនមើលឃើញនៅរឿងរ៉ាវល្អណាស់អាក្រក់បងប្អូនមានបញ្ញាហើយបើបងប្អូនមានបញ្ញាគេហៅបងប្អូនជាអ្នកមើលឃើញល្អហើយបងប្អូនធ្វើល្អហើយគេហៅថាស្អីបើបងប្អូនមានបញ្ញាហើយបងប្អូនធ្វើល្អគេហៅថាស្អីអ្នកណាឆ្លើយបើមានបញ្ញាមើលឃើញល្អហើយបងប្អូនប្រព្រឹត្តល្អហើយឃើញគេប្រព្រឹត្តល្អហើយគេហៅថាស្អីមើលអ្នកណាឆ្លើយត្រូវហ៎បងប្អូនបើបងប្អូនមានចិត្តស្ងប់ចេះពិនិត្យមើលឃើញល្អឃើញអាក្រក់អាភាពស្ងប់ហៅថាសមាធិអាបងប្អូនចេះស្គាល់ល្អស្គាល់អាក្រក់គេហៅថាមានបញ្ញាចុះអាបញ្ញាដែលបងប្អូនមានហើយឃើញល្អច្បាស់ប្រព្រឹត្តល្អច្បាស់គេហៅស្អីគេហៅសិលអ្នកប្រព្រឹត្តល្អគេហៅសិលអ្នកមានសិលហើយតើអ្នកមានបណ្ឌិតអ្នកមានអីណាបងប្អូនយល់អត់អ្នកដែលប្រព្រឹត្តល្អហ្នឹងអ្នកមានសិលបាត់ទៅហើយអ្នកគាត់តែមានចិត្តស្ងប់អ្នកមានសមាធិទៅហើយ
អ្នកមានសមាធិអ្នកនឹងមានបញ្ញាហើយអ្នកនឹងមានបញ្ញាធ្វើអំពើល្អអ្នកនឹងមានសិលហើយអញ្ចឹងសិលគឺជាគុណជាតិដែលបងប្អូនធ្វើអំពើល្អអ្នកណាធ្វើល្អអ្នកនឹងមានសិលយល់ទេនៅហើយજોបងប្អូនធ្វើអាក្រក់មានអីវិញមានបាបមានសិលល្អអញ្ចឹងបាបសិលគឺជាសិក្ខាបទព្រហ្មចារ្យធម៌ដែលព្រះអង្គសម្ដែងនៅក្នុងអបោសថានេសជាយិតពោភេសិតមេទាំងទេនកវតាជានតាបសតារហតាសម្មាសម្ពុទ្ធេអ្នករក្សាសិលគឺរក្សាចិត្តរបស់ខ្លួនដោយមើលឃើញថាខ្លួនជាអ្នកមានសិលគឺមានសេចក្តីល្អជាអ្នករក្សាទាំងយប់ទាំងថ្ងៃគឺនៅសេចក្តីល្អនឹងឯងយល់អត់អញ្ចឹងបងប្អូនជាមនុស្សល្អអត់បើមនុស្សល្អបងប្អូនជាមនុស្សមានសិលហើយបើអ្នកមានសិលហើយមានសេចក្តីសុខទេអានឹងគេហៅវិមុតតិសិលសមាធិបញ្ញាសិលសមាធិបញ្ញាបងប្អូនមានសិលមានសមាធិមានបញ្ញាបងប្អូនជាបុគ្គលកំពូលហើយបងប្អូនចាប់ផ្ដើមមានសេចក្តីសុខក្នុងខ្លួនណាបើមានគេហៅមានវិមុតតិញាណគឺញាណហ្នឹងឲ្យយើងដឹងពីសេចក្តីសុខទៅថ្ងៃពុទ្ធ15កើតពេញបរមីខែទសាព្រះអង្គថាតថាគតចាក់ធ្លុះនៅអរិយធម៌4ហើយទី1តថាគតយល់ច្បាស់នៅសមាធិទី2តថាគតយល់ច្បាស់នៅបញ្ញាទី3តថាគតយល់ច្បាស់នៅសិលឥឡូវសិលសមាធិបញ្ញាកើតឡើងហើយតថាគតបានបដិបត្តិហើយឥឡូវនេះវិមុតតិញាណកើតដល់តថាគតហើយគឺវិមុតតិញាណនេះឯងជាអរិយធម៌ទី4សិលសមាធិបញ្ញានិងវិមុតតិញាណគឺញាណមើលឃើញសេចក្តីសុខហើយសេចក្តីសុខកើតឡើងសុខទីបំផុតគឺព្រះនិព្វានយល់ទេនៅបងប្អូនធ្វើសុខឲ្យបានច្រើនអត់មានបញ្ហាមួយនរណាបងប្អូនលះបង់គំនុំគុំគួនបងប្អូនលះបង់ការស្អប់ការខឹងបងប្អូនលះបង់ទង្វើអាក្រក់បងប្អូនល្អបងប្អូនធ្វើល្អជាច្រើនបងប្អូនមានអារម្មណ៍មួយថាលោកនេះសោលកិច្ចគឺកិច្ចដែលគួរធ្វើអំពើល្អយើងបានធ្វើហើយរៀបចំហើយអស់ដូចជាសម្ភារៈដូចជារបស់របរដែលយើងរៀបចំជាស្រេចដូច្នេះចិត្តរបស់យើងរីករាយក្នុងលោកណាដែលយើងបានធ្វើដល់ទលំទលាយមនុស្សផងទាំងឡាយជ្រះថ្លាក្រៃលែងយល់ទេបងប្អូនខ្ញុំសូមសួរបងប្អូនបើបងប្អូនធ្វើភ្នំហើយឲ្យលវងលវើយរីករាយមានរូបព្រះបដិមាកច្រើនជាទីជ្រះថ្លាបងប្អូនសម្រាប់ទៅមានសេចក្តីសុខទេបើបងប្អូនកសាងព្រះពុទ្ធរូបបែបនេះឬក៏ព្រះអគ្គសាវកដើម្បីរំលឹកដល់អាសាវកសាវការបស់ព្រះពុទ្ធជាម្ចាស់បងប្អូនធ្វើបែបហ្នឹងមានគេគោរពបូជាហើយបងប្អូនបើឃើញគេគោរពបូជាច្រើនបងប្អូនជ្រះថ្លាហ៎នោះហើយជាគុណជាតិដែលបងប្អូនបានធ្វើបងប្អូនគួរតែចាប់ផ្ដើមធ្វើជាមួយនឹងកាយវាចាចិត្តបន្តិចម្ដងដើម្បីបង្កើតទៅជាកុសលដែលបងប្អូនបង្កើតនោះឈ្មោះហៅថាអានិសង្សបងប្អូនបង្កើតយូរទៅកើតបានជាអសង្ខ័យតម្រៃ100,000កាប់អញ្ចឹងបងប្អូនរាល់ថ្ងៃនេះឲ្យតែបងប្អូនធ្វើល្អបងប្អូនបានហើយបងប្អូនដកដង្ហើមចេញគិតអំពើល្អបានអានិសង្ស20បងប្អូនដកដង្ហើមចូលគិតអំពីអំពើល្អក្នុងលោកនេះហើយពិចារណាឃើញកើតចាស់ឈឺស្លាប់ជារឿងធម្មតាភាពចំណែនបៀតបៀនគ្រាន់តែជាចិត្តគ្រាន់តែជាសបកខាងក្រៅអាត្មាអញគួរតែជាបុគ្គលមួយដែលមាននឹងខឹងផ្នែកផ្លូវចិត្តជាអ្នកអប់រំចិត្តឲ្យបានមុតមួនមិនគួរជីវិតអាត្មាអញកើតមកដើម្បីតែរស់ហើយទៅសាងអំពើបាបសោះអញ្ចឹងគ្រាន់តែដកដង្ហើមចេញចូលបងប្អូនបានអានិសង្សចេញ20ចូល20ឈ្មោះថាសមាធិឲ្យនងយល់ទេនៅអញ្ចឹងថ្ងៃនេះថ្ងៃចេញព្រះវស្សាមែនអត់ត្រូវនៅថ្ងៃអីចេញវស្សា15កើតខែអីមែនខែមុះវិញណាខែអីអាសត់ស្រៀងមុះនៅក្រៅចេញវស្សាគឺច្បាស់ជាងគេគឺខែអាសត់បងប្អូនថាមើលខែអាសត់ចាំនៅចុះចូលវស្សាខែណាឃើញអត់ខែអីខែអាសាឍរហាខែអាសាឍហើយចូលនៅក្នុងថ្ងៃណាថ្ងៃពេញបរមីមើលណោមើលប្រចាំណាបងប្អូនមើលរីករាយអត់បងប្អូនរីករាយអត់មើលប្រចាំតិចមើលរីករាយហ៎ឆ្លាស់ល្អអត់កាលពីចូលព្រះវស្សាពេញបរមីខែអាសាឍចេញព្រះវស្សាពេញបរមីខែអាសត់ដូចគ្នាមួយអាសាឍមួយអាសត់ប្រយ័ត្នណាប្រយ័ត្នអត់ចាំអញ្ចឹងពេញបរមីខែអាសាឍចូលព្រះវស្សាចេញព្រះវស្សាពេញបរមីខែអាសត់អញ្ចឹង
កម្រិតប្រមាណខែរាប់មើលអាសាឍពេញបរមីស្រាផុតបុត្រអាសុចពេញបរមីវិញរាប់ខែគឺ3ខែតែបើយើងរាប់ក្បាលខែ4តែរាប់ពេញ3ខែអញ្ចឹងយប់នេះគឺចេញព្រះវស្សាកំណត់នៅម៉ោង12យប់ព្រលឹមឡើងស្អែកដើរបានហើយទៅណាទៅតោះទេបងប្អូនយល់ទេបងប្អូនបាទបើយល់ហើយក្នុងថ្ងៃនេះយើងជួបជុំគ្នាទាំងប្រុសទាំងស្រីមានភ្ញីផ្កាសក្ការៈបូជាមានទាំងទៀនមានទាំងធូបតាក់តែងលម្អគ្រឿងកម្រងគ្រឿងការម្លិះលួតម្លិះលាការឈូកសឈូកក្រហមឈូកប្រក្តីមានទាំងជើងពៀនឆ្វេងស្ដាំផ្លែឈើទាំងឡាយមានផ្លែផល្លានុផលតម្កល់មានព្រះពុទ្ធជាព្រះប្រធានជាព្រះបរមគ្រូនៃទេវតានិងមនុស្សទាំងឡាយសត្ថាទេវមនុស្សសានាំងព្រះអង្គជាសាស្ត្រាចារ្យជាគ្រូនៃទេវតានិងមនុស្សទាំងឡាយយើងខ្ញុំបកករណាជួបជុំគ្នាហើយនៅលើភ្នំកិច្ចកោតបុរីដែលមានសេចក្តីជ្រះថ្លានាំគ្នាដើម្បីមកចេញព្រះវស្សាធ្វើកិច្ចដែលមានប្រសង់ច្រើនអង្គចូលរួមរាត្រីនេះហើយយើងខ្ញុំម្ចាស់មានកិច្ចមួយមុនដំបូងគេគឺថ្វាយបង្គំគុណព្រះពុទ្ធបរមគ្រូជាមុនយល់ទេយើងថ្វាយបង្គំគុណព្រះពុទ្ធបរមគ្រូសិនណាបាទតោះខ្លីៗបងប្អូនមកទាំងអស់គ្នាបាទសូមនិមន្តប្រសង់មកព្រះអង្គសិនមកនិមន្តប្រសង់បងប្អូនណាយកមកវគ្គទៀតបងប្អូនណាបាននិមន្តប្រសង់ហើយប្រសង់ក្រាលមកចំហៀងខាងនោះសិនហើយព្រះអង្គបែរមុខប្រឆិតមកយើងសិនចាំដល់សូត្រមុនចាំយើងមុនព្រះអង្គមកនេះអញ្ចឹងយើងដាក់ខាងនោះមកចំហៀងខាងនោះសិនមកតោះលឿនឡើងកម្មការលឿនខ្ញុំមិនដាក់ចំហៀងខាងនោះទៅប្រសង់តែអែបសន្តិភាពកុំដល់អាំងទឹកពេកអែបហ្នឹងអញ្ចឹងមកហើយបាច់ជាងបងប្អូនលោកគ្រូហើយសាសនាគ្រប់នៅទីនេះទើបនាំសាសនាវិលត្រឡប់ទៅចិត្តផែន3វិញទើបបានសាសនាគ្រប់5000ណាបងប្អូនណាអញ្ចឹងនគរយើងនេះមិនមែននគរអត់មានអរិយធម៌ពិតប្រាកដទេហើយនគរនេះភាសានិយាយសំឡេងអក្សរភាសាគឺជាភាសាមុនអក្សរកោដញ្ញធៈសមត្ថៈគ្រូឧបចារិយៈសត្វទាំងអបរាធកម្មតមេផនទេអក្សរអក្សរខ្មែរ33តួគុណម្ដាយបូកគុណឪពុកគុណម្ដាយ12ឪពុក21 33តួហើយមានសក់ពីលើមានជើងពីក្រោមបាំងពីលើមានសអំដោយព្រះអាទិត្យរះដោយព្រះច័ន្ទរះពីលើសក់កនឹងទៀតនេះនគរខ្មែរអញ្ចឹងសំឡេងអក្សរខ្មែរនេះគឺដាច់ណាគឺកខៈកខៈងៈកខកខងោហើយបើអានជាបាលីគឺដាច់ហ្មងអ្នកកាំងសកាំងឧមៈអរហង្គគឺដាច់អញ្ចឹងនគរយើងមានអរិយធម៌មានវប្បធម៌ហើយទឹកដីនេះគឺជានគរនាគដើមកំណើតពួកនាគនៅនឹងឯងដែលព្រះសម្មាសម្ពុទ្ធប្រមាលមើលសាសនាហើយនាំអនន្តថាអនន្តសាសនាតថាគតត្រូវតែប្រមាលមើលចង់ដឹងហេតុអីខ្លះមុនតថាគតបរិនិព្វានតថាគតផ្ដាំទុកតើមានហេតុអីខ្លះអនន្តតោះទៅជាមួយតថាគតដើម្បីទៅមើលសាសនាដល់ទីណាហើយដើម្បីប្រមាលមើលសាសនាដល់ទីណាក្នុងប្រទេសខាងឆ្វេងព្រះសម្មាសម្ពុទ្ធបែរប្រភពមកទិសខាងកើតហ្នឹងគឺនៅទិសឦសានគេហៅឦសានគឺនគរយើងនឹងឯងណែប្រទេសយើងកើតយូរណាអរិយធម៌នេះកើតយូរហើយអ្នកណាបៀតបៀននគរនេះណាបន្ទាប់ពីហេតុសាសនាចប់នគរនឹងត្រូវតែវិនិច្ឆ័យវិញនគរនេះជួបទុកតែពាក់កណ្ដាលសាសនាទេព្រះអង្គជាតសាសនាបាន2500ភ្លាយថ្លាយតាមដោយទំនាយព្រះទស្សពលកើតហើយនៅនឹងអញ្ចឹងបងប្អូនសាសនារាល់ថ្ងៃដល់ត្រឹមណាហើយដែលបងប្អូនរៀនសាសនារៀនហេតុបើអត់ច្បាស់ហេតុទេបងប្អូនបដិបត្តិអត់ត្រឹមត្រូវទេអត់ជឿអត់លះបង់អត់ហ៊ានទេហើយលោកគ្រូនិយាយនេះលោកគ្រូបានបួសរៀនច្រើនឆ្នាំណាបានលោកគ្រូហ៊ានលះបង់ដើម្បីកសាងវិញនេះព្រោះតែដឹងហេតុសាសនានឹងឯងអញ្ចឹងបងប្អូនថ្ងៃនេះគឺជាថ្ងៃយើងជួបជុំគ្នាក្រោមពលឺប្រច័នហើយបើនិយាយពីប្រច័ននោះប្រច័នពេញវងហើយបើនិយាយថ្ងៃនេះចំថ្ងៃពេញបរមីខែអាសត់ហើយបើខែអាសត់ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិអំពីព្រះវស្សាហើយបើនិយាយព្រះវស្សានេះជាវស្សា2569បើវស្សា2569មានអីកើតឡើងនេះកំពុងកើតហើយយុគទី9សម័យទី9កំពុងកើតហើយបងប្អូនអត់ដឹងកើតអីទេអត់ដឹងធ្វើអីទេតែបើអត់ដឹងធ្វើអីទេបងប្អូនប្រព្រឹត្តខុសហើយបើប្រព្រឹត្តខុសបងប្អូនត្រឡប់អត់យល់អត់ដឹងអត់អីសេចក្តីអន្តរាយ
ការធ្លាក់ចុះបងប្អូននឹងឯងជាអ្នកទទួលយើងត្រូវស្គាល់ហេតុសាសនាឲ្យច្បាស់ដើម្បីវិវត្តខ្លួនយើងឲ្យត្រូវទៅតាមហេតុរបស់សាសនាទៅតាមហេតុរបស់ធម្មជាតិព្រះអង្គព្យាករថាសាសនានេះមកដល់ពេលនេះមានអីកើតឡើងឥឡូវពុទ្ធសករាជសពស័កឆ្នាំអសាញ់តារាសាស្ត្រភ្លើងឆ្នាំនេះ2569ព្រះវស្សានេះគឺកំណត់ក្នុងរាត្រីនេះ69ហើយរាត្រីដែលកំណត់ព្រះវស្សាគឺគេយកពេញបរមីហ្នឹងជាទីជួបជុំហើយព្រោះប្រចាំគោចរចូលនៅក្នុងអាសុចខែពេញបរមីប្រសង់នៅទីណាឲ្យតែដឹងថាខែអាសុចចូលមកដល់ពេញបរមីប្រសង់គ្រប់វត្តគ្រប់អង្គដែលបានចូលអភិរមកម្មដ្ឋានក្នុងសាសនាចូលទៅសមាធិបង្កើតបញ្ញាដើម្បីអភិរមសិលជាដើមហ្នឹងដឹងថាដល់ពេលចេញព្រះវស្សានៅទីណាក៏ដឹងថាខែអាសុចព្រះអង្គបញ្ញត្តិចេញព្រះវស្សាហើយពេលហ្នឹងក៏នាំគ្នាជ្រះថ្លាបវរណាថាអាត្មាអញចេញព្រះវស្សាហើយចេញព្រះវស្សាមានន័យថាពេលវេលានៃការអភិរមដូចជាស្រីក្រមុំក្នុងមលុបឬដោយប្រសង់ព្រហ្មចារិយធម៌ប្រសង់ដែលបានបំពេញព្រហ្មចារិយធម៌ហ្នឹងក្នុង3ខែនេះគឺអភិរមយ៉ាងណាពេលនេះជាពេលដែលបើកទ្វារចេញទៅកាន់ទីទាំងពួងទៅលេងញាតិទៅលេងបងទៅលេងប្អូនក្រោយអំពីយកបុណ្យខ្លួនក្នុងការអភិរមចិត្តបានស្អាតទៅផ្សព្វផ្សាយបុណ្យយកបុណ្យទៅជួយដល់បងប្អូនហើយក្នុងកំឡុងពេល3ខែនេះគឺបំពេញបុណ្យអភិរមចិត្តអត់ទោសៈអត់មោហៈលោភៈកវែងចោលនៅបាបនៅទោសទាំងឡាយហើយយកបុណ្យនេះទៅជូនញាតិមេដាបៃតាក្នុងសង្សារវដ្តហើយចេញព្រះវស្សាហើយទៅលេងស្រុកទៅលេងភូមិទៅលេងកន្លែងណាហើយព្រះវស្សា3ខែនេះគឺយើងប្រឹងទាំងអស់គ្នាក្នុងការធ្វើចិត្តអញ្ចឹងរដូវព្រះវស្សានេះកន្លងហើយអញ្ចឹងបងប្អូនណាហើយនៅក្នុងរាត្រីនេះគឺយើងមានព្រះពុទ្ធបដិមាមកដល់ហើយដែលលោកគ្រូតែងតែគោរពបូជាព្រះអរហន្តទាំងឡាយគឺតែងតែបូជាព្រះសម្មាសម្ពុទ្ធជាទីជ្រះថ្លាក្រៃលែងមិនមែនគ្រាន់តែបូជាដោយមាត់គឺដោយវជ័យមិនមែនគ្រាន់តែបូជាដោយកាយតែប៉ុណ្ណឹងទេគឺការបូជាដោយចិត្តហើយចិត្តដែលបញ្ជូនទៅជាមួយនឹងបេះដូងការបូជាជាមួយបេះដូងអស់ពីចិត្តអស់ពីថ្លើមហើយពោលថាអ៊ីម៉ាហាំងភគវាអត្តភាវង្រតនតតិបរិជាមិខ្ញុំបកករណាបូជារតនត្រ័យមានពុទ្ធជាព្រះប្រធាននេះជីវតាំងយាវនិព្វានំសរណង្កឆាមិគឺមួយជីវិតនេះដល់នៅសារណគមមានពុទ្ធជាព្រះប្រធានអស់មួយជីវិតគឺបូជាអំពើល្អណាស់ពុទ្ធជាព្រះប្រធានបងប្អូនណាហើយព្រះពុទ្ធនេះលោកមានអានុភាពច្រើនបុណ្យរបស់ព្រះអង្គសន្សំអស់4អសង្ខ័យហើយសន្សំបុណ្យមិនទៅហៅថាពុទ្ធសន្សំអានិសង្ឃព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គសាងកម្មជាកម្រសត្វនិកត្រាប់បំបានតោកយ៉ាលំបាកប្រានព្រោះប្រយោជន៍ដល់សពសត្វព្រះអង្គបង្អោនទៀបដើម្បីធ្វើកិរិយាជាប្រយោជន៍ដើម្បីជាគំរូក្នុងការដឹកនាំសត្វលោកហើយសាងបារមីសគុតសគុំគោចរៈអាចរៈអនុមហេសេគឺព្រះអង្គមុនទៅទីណាក្តីប្រកបដោយគំរូប្រកបដោយជាបុគ្គលឯកសន្សំបុណ្យនេះតាំងអំពីជាតិនៅជាពពោធិសត្វមិនទាន់បានសម្រេចត្រាស់ដឹងដែលមានព្រះពុទ្ធអង្គមុនព្យាករសន្សំបុណ្យធ្វើគុណគឺធ្វើគុណផ្ដើមដោយធ្វើគុណគឺគុណធ្វើម៉េចឲ្យមានគុណដល់គេធ្វើម៉េចឲ្យមានគុណដល់គេឲ្យមានប្រយោជន៍ជាទីគោរពដល់មនុស្សនិងទេវតាសន្សំគុណនេះអស់4អសង្ខ័យបូជាគុណម្ដាយនៅសវណ្ណសាមគុណម្ដាយ12គុណឪពុក21សវណ្ណសាមមេដាខ្វាក់ភ្នែកពិការសវណ្ណសាមជាពុទ្ធសជាតិទៅកើតក្នុងកំណើតសវណ្ណសាមនេះព្រះអង្គវេទនាក្រៃលែងក្នុងការបម្រើមេដាបៃតានឹកឃើញថាខ្លួនមេដាឲ្យកំណើតហើយធម្មជាតិក្នុងខ្លួនជារបស់មេដាបៃតាខ្លួនអាត្មាអញនៅជាមួយមេដាបៃតានៅឡើយឥឡូវមេដាបៃតាទទួលនៅសេចក្តីទុក្ខរងដោយសារតែភ្នែកខ្វាក់ពីការចាស់ទៅហើយអាត្មាអញនេះគួរតែបំពេញគុណជាតិនេះដល់ម្ដាយដែលបានធៀបទឹក12ក្នុងជាតិនោះសូម្បីតែទេវតាក៏សរសើរសវណ្ណសាមដែរបាទអញ្ចឹងបងប្អូនព្រះពុទ្ធនេះបូជាគុណមេដា12ស្មើនឹងធាតុទឹកព្រះអង្គទៅណាទៅជាជុំកន្លែងហ្នឹងម្ដាយស្មើធាតុទឹកបូជាគុណឪពុក21ទៅទីណារឹងមាំចាស់ខ្លាជឿជាក់លើចិត្តខ្លួនឯងថាបានបូជាមេដាបៃតាត្រូវខ្វាក់ភ្នែកដោយអំណាចពឹសពោះព្រោះដាក់សវណ្ណសាមបែរជារីករាយគិតថាអញបានបូជាគុណម្ដាយហើយហេតុទាំងឡាយព្រោះតែកម្មជាបច្ច័យអញត្រូវតែយកថ្ងៃពេលវេលាកំណត់ចិត្តនេះរីករាយនឹងបូជាជូនម្ដាយឃើញទេគុណម្ដាយស្មើធាតុទឹកគោរពបូជានោះបូជាអស់ពីទឹកចិត្ត
នឹងបូជាគុណម្ដាយបូជាគុណប្រពុតការព្រះអង្គនៅសូមេធៈបណ្ឌិតដែលសិក្សានៅជើងភ្នំនិងកំពូលភ្នំព្រះអង្គចុះពីកំពូលភ្នំហេមពៀនមកឮសូរដំណឹងថាមានព្រះពុទ្ធជាម្ចាស់និមន្តឆ្លងកាត់ទីនេះអាត្មាអញសម្រេចបុណ្យខ្ពស់ប៉ុណ្ណាក៏ដោយសម្រេចអភិញ្ញា5រៀនប្រកែណាព្រះពុទ្ធនៃយើងនេះព្រះអង្គតន្ទិញចាំណាព្រោះព្រះអង្គមានបញ្ញាមកច្រើនសន្សំបញ្ញាបារមីឬដំណឹងថាមានព្រះពុទ្ធជាម្ចាស់ទីពងកព្រះអង្គទ្រង់ឆ្លងកាត់ទីនេះចុះរុះរាន់ដើម្បីទៅបូជាព្រះពុទ្ធចង់ឃើញព្រះពុទ្ធព្រះអង្គទ្រង់គោរពបូជាព្រះពុទ្ធដល់ថ្នាក់ផ្លូវដែលពុទ្ធបរិស័ទមិនបានធ្វើហើយមានទឹកហូរដាច់ទឹកមិនល្អដីរៀបចំផ្លូវមិនទាន់សូមេធៈបណ្ឌិតហ៊ានយកជីវិតរបស់ខ្លួនក្រាបទៅលើដីហើយឲ្យជីវិតដល់ព្រះពុទ្ធទីពងកនិងព្រះអរហន្តរបស់ព្រះពុទ្ធអង្គនោះដើរជន់ពីលើឆ្លងកាត់ទឹកម្ដងមួយចំហៀននៅពេលបូជាដល់ជីវិតហើយព្រះពុទ្ធទីពងកងាកថយក្រោយហើយពោលថាអង្គនេះអំណាចចិត្តក្រៃអំណាចចិត្តមានបុណ្យបារមីលើសអស់មនុស្សទេវតាអង្គនេះតថាគតសូមជាកថាជាវង្សរបស់តថាគតអនាគតអង្គនេះបានត្រាស់ជាព្រះពុទ្ធទី4ហើយនេះបូជាគុណព្រះពុទ្ធឃើញទេបូជាគុណព្រះពុទ្ធមានគុណ56ក្រោយមកទៀតបូជាគុណពធក្នុងជាតិលំដាប់ទៀតដំណឹងដឹងឮថាមានព្រះបដិសន្ធិកើតឡើងក្នុងលោកព្រះអង្គទ្រង់ខំប្រឹងស្វែងរកព្រះធម៌ហើយបានសិក្សាព្រះវិន័យព្រះត្រៃបិដករត់ចាំមាត់គោរពព្រះត្រៃបិដកទូលផងតម្កល់ទុកលើសេរសាផងមិនដែលប្រមាថព្រះធម៌ធម្មជាតិឯណាក្នុងលោកគឺព្រះពុទ្ធអង្គនឹងបូជាព្រះធម៌ក្រៃលែងរហូតដល់ចាំមាត់ច្បាស់ក្នុងចិត្តហើយគោរពបដិបត្តិព្រះធម៌ដល់ក្រៃលែងគុណរបស់ព្រះពុទ្ធយើងនេះនៅក្នុងជាតិនឹងបានអានិសង្ស38បូជាគុណពធសន្សំបារមីជាបន្តបន្ទាប់គុណប្រសង្ឃបូជាគុណប្រសង្ឃវងរបស់ព្រះពុទ្ធតែងតែយកកំណើតបន្តវងរបស់ខ្លួនជានិច្ចនៅក្នុងសង្សារវដ្តបន្ទាប់ពីព្រះពុទ្ធទ្រង់ជាកអង្គនឹងរួចមកព្រះពុទ្ធនៃយើងក៏ត្រាស់ដឹងឡើងក្នុងលោកព្រះអង្គទ្រង់មើលឃើញអំពីបុណ្យថាអាត្មាអញនេះសន្សំបុណ្យច្រើនណាស់សន្សំអានិសង្សឥឡូវកើតបានទៅជា4អសង្ខ័យហើយ4អសង្ខ័យហើយបុណ្យតថាគតប្រមាលមើលតាំងអំពីសេចក្តីបដើមប្រាថ្នាបុណ្យមកឥឡូវបុណ្យនេះคล้ายទៅជាអានិសង្សបន្តិចកើតបានអានិសង្ខ័យឥឡូវបាន4អសង្ខ័យគម្រប់4អសង្ខ័យថ្ងៃពុធ15កើតពេញបរមីខែវិសាខក្រោមដើមមហាពោធិព្រឹក្សថ្ងៃនោះបុណ្យពេញគ្រប់ប្រចាំចូលគោចរពេញវងខែពិសាដើមខែពិសាមានភ្លៀងធ្លាក់ចូលជាន់ដំណាំដាំដុះស្រូវផលភោគទាំងឡាយរុក្ខជាតិភ្ញីផ្កាសក្ការៈហាក់បីដូចជាដឹងថាខែវិសាខមានអ្វីកើតឡើងដើមខែវិសាខព្រះអង្គទ្រង់និមន្តចូលទៅដើមមហាពោធិព្រឹក្សមើលឃើញធម្មជាតិនៅជុំវិញទាំងអស់ហាក់បីស្រស់បំព្រងហាក់បីបង្ហាញតថាគតអំពីដំណើរអ្វីម្យ៉ាងព្រះអង្គទ្រង់យល់ថានឹងមានអ្វីកើតឡើងនៅក្នុងខែវិសាខហើយពីព្រោះធម្មជាតិទាំងអស់នេះឲ្យស្រស់បំព្រងមានចិត្តរីករាយចំពោះធម្មជាតិទាំងឡាយប្រហែលជាអបអរសាទរតថាគតគ្រប់បុណ្យត្រាស់ដឹងនៅថ្ងៃពុធនេះពុំខានថ្ងៃពុធមកដល់ពេលខាងមុខក្នុងរាត្រីមុនពេលដែលត្រាស់ដឹងព្រះអង្គទ្រង់សម្បិននិមិត្ត5យ៉ាងជាហេតុជាបបនិមិត្តជាបបហេតុបង្ហាញថាព្រះពុទ្ធនឹងត្រូវត្រាស់ដឹងក្នុងលោកក្នុងរាត្រីដែលព្រះអង្គទ្រង់ធ្វើការសមាធិសតិប្បដ្ឋានលើរតនបល្ល័ង្កក្រោមដើមមហាពោធិព្រឹក្សពួកមាធិរាជបានខ្ចាញ់ព្រះសម្មាសម្ពុទ្ធព្រះអង្គតែងពោលថាព្រះពុទ្ធទាំងឡាយតែងតែមានខ្ចាញ់មិនថាមនុស្សមិនថាទេវតាបុគ្គលណាឆ្លងកាត់មាហើយទៅបុគ្គលនឹងជាបុគ្គលឯកព្រះសម្មាសម្ពុទ្ធទទួលយកភារៈជាអ្នកខ្ចាញ់មាដែលមានចិត្តបាបព្រះអង្គទ្រង់យកអំពីបុណ្យអានិសង្សគឺទានបារមីដែលព្រះអង្គសន្សំតាំងពីមេដាតាំងពីជាតិសវណ្ណសាមតាំងពីជាតិទេមីជាតិចុងក្រោយគឺពវេសដរដែលឲ្យទានរាប់មិនអស់ប្រមូលនៅបុណ្យហើយគិតថាបើបុណ្យអញតថាគតបានបំពេញហើយក្នុងលោកនេះបុណ្យទាំងឡាយនេះមានតែពធរណីទេមុទ្រៈដែលជាសញ្ញាដាក់ចុះទៅខាងក្រោមក្រហោះចុះទៅក្រោមក្នុងកិរិយាចង្អុលទៅកាន់ផែនដីហៅថាកិរិយាត្រាស់ដឹងពេលនោះកិរិយាផ្ចាញ់មាផែនដីញាប់ញ័រដោយសារប្រពុតលោកបានសាងបារមីសន្សំអានិសង្សមែនហើយបុណ្យនេះលើសអស់ពពួកមាបុណ្យរបស់ព្រះពុទ្ធលើសអស់ពពួកមាទាំងឡាយដែលមានបុណ្យតិចចោះចាញ់នឹងបុណ្យមនុស្សក្នុងលោក
ការចោះចាញ់ការកើតកំណើតល្អអាក្រក់ខ្មៅសតកូលគង់ពោះទៀតសុខមាលជាតិមកកត់នៃលោកឬបុគ្គលឯកក្នុងលោកពីព្រោះតែបុណ្យរបស់គេជាស្ដេចជាមន្ត្រីជាទេវតាជាន់ខ្ពស់យ៉ាងណាក្តីព្រោះតែបុណ្យនេះហើយដែលបងប្អូនគួរតែធ្វើវាការធ្វើបុណ្យនេះបងប្អូនមើលមិនឃើញមែនតែចិត្តបងប្អូនដឹងហើយមានទីពឹងរឹងមាំក្នុងចិត្តបងប្អូនធ្វើបានគ្រប់យ៉ាងដាំស្រូវយកដាំស្រែធ្វើស្រែយកស្រូវបងប្អូនដាំអង្ករយកបាយបងប្អូនដាំផ្កាដើម្បីបានផលបងប្អូនធ្វើស្រែបានផលដាំផលឡានឬផលបានផលគ្រប់យ៉ាងតែបងប្អូនដាំបុណ្យនេះវាមកបំពេញផ្លូវចិត្តហើយចិត្តឲ្យបងប្អូនបានធ្វើឲ្យស្តែងជាទីពឹងជាទីកក់ក្ដៅក្នុងបច្ចុប្បន្នផងនឹងទៅពេលអនាគតផងបុគ្គលដែលមានបុណ្យក្នុងខ្លួនមិនដែលភ័យខ្លាចតែតែមានចិត្តរឹងមាំហើយចាក់ខ្លាជឿជាក់ទោះមានហេតុអ្វីកើតឡើងក៏ដោយក៏ជឿជាក់ថាអញបានសាងសេចក្តីល្អមិនបាក់ស្លុតមិនភ័យមិនមានសេចក្តីកុហកភូតភរកើតឡើងបុណ្យទាំងឡាយតែងជាទីពឹងនៅពេលដែលមានអ្វីកើតឡើងគ្រប់យ៉ាងដល់ព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ពិចារណាច្បាស់ហើយថាមនាលមាយើងបានបំពេញបុណ្យនេះច្រើនណាស់ដែលមានទានបារមីជាដើមតថាគតធ្លាប់ឲ្យទានរលឹកនឹកដល់ជាតិប្រវេសដរអំពីការឲ្យទានផែនដីនេះញាប់ញ័រថាព្រះពុទ្ធជាប្រវេសដរបានធ្វើបាមហាបរិច្ចាគ5លះបង់តាំងពីទាសាទាស័យបុត្រាបុត្រីឲ្យចលីគ្រាសនាទៅជាជូរជុព្រាមសំបីមហេសីនឹងឲ្យទៅអិនព្រាមព្រះអង្គបានបំពេញទ្រព្យសម្បត្តិក្រៅខ្លួនក្នុងខ្លួនអស់ទៅបួសនៅក្នុងព្រៃគិរីបង្គត់ពិតមែនយើងជាពធរនីធម្មជាតិនេះមិនអាចនឹងបិទបាំងលក្ខសច្ចៈធម៌នេះបានទេអញ្ចឹងធម្មជាតិទេវតាព្រំទាំងឡាយ10000លោកធាតុញាប់ញ័រ7ដងក្នុងថ្ងៃត្រាស់ដឹងលេចលឺសូរសំឡេងព្យុះកោភ្លៀងរទះនាងគង្រីពធនេះនាងចេញអំពីបាតបលាំងពេជ្រឡើងក៏បោតច្បូតសក់បាច់សាចោលទៅពួកសត្រូវឧបទ្រពមាសំបីអខោពីនេះសឹងចាញ់បារមីដោយសារអំណាចបុណ្យរបស់ព្រះពុទ្ធជាម្ចាស់ក្រោយពេលព្រះអង្គបានត្រាស់នៅថ្ងៃពុទ្ធ15កើតពេញបរមីរាត្រីពេកក្តារយប់ព្រះអង្គទៅពោលថាបុណ្យតថាគតគ្រប់4អសង្ខ័យហើយតថាគតត្រាស់ដឹងហើយអនេកជាតិសង្សារំសទ្ធាវិសង្ឃអនិបសង្កហការំកវេសន្តោក្នុងជាតិជាច្រើនជាតិអនេកជាតិកាលពីតថាគតអង្គអញទោលក្នុងវាវត្តសង្ខារអស់ច្រើនសង្ខ័យកោតកបាតែងបានទុកខារជាតិភពបញ្ហាគឺជាជាងផ្ទះតថាគតយល់ច្បាស់ក្នុងចិត្តសុខឥឡូវតថាគតបានគ្រប់គម្រប់បុណ្យ4អសង្ខ័យថ្ងៃនេះតថាគតបានត្រាស់ដឹងក្នុងលោកនេះនឹងកើតឡើងហើយលោកនេះកើតឡើងព្រោះតែបុណ្យកាលពីតថាគតនៅជាតិមុនមិនទាន់ស្គាល់អរិយធម៌4មិនដែលស្គាល់អវ័យសមាធិអវ័យបញ្ញានិងអវ័យសិលវិមុតញ្ញាណអរិយធម៌4កើតឡើងដល់តថាគតហើយតថាគតបានត្រាស់ដឹងហើយជាតិនេះជាជាតិចុងក្រោយពួកមានចិត្តបាបចោះចាញ់ព្រះដរាបមិនដែលឈ្នះសោះហើយពួកគេទាំងអស់ក៏វាន់ទាថ្វាយបង្គំក្រាបចេញឆ្ងាយកាយចិត្តអំពីព្រះសម្មាសម្ពុទ្ធពោលថាអ្នកមោបរិសាចញ្ញៈអ្នកមោបរិសត្តមៈសក្ទេវកាស្មឹងលោកាស្មឹងណត្តទេបតិពុគលោតវាំងពុទ្ធោតវាំងសត្ថាបបិទ្ធព្រះម្ចាស់ថ្លៃមានញញៃដ៏អស្ចារ្យជាប្រកពងពោះថ្លៃខ្លាមនុស្សទេវតាព្រៀបទឹមបំបានទេព្រះអង្គឃើញទេមីផ្ចាញ់យើងដើម្បីដឹងបុណ្យបារមីយើងបងប្អូនទាំងអស់គ្នាជួបរឿងជួបរាវគឺគ្មានអ្វីក្រៅអំពីតួកម្មមកផ្ចាញ់នឹងបងប្អូនចង់ជោគជ័យលុះត្រាតែបងប្អូនយកឈ្នះអ្វីដែលខ្លួនឯងទម្លាប់អាក្រក់ដូច្នេះបងប្អូនត្រូវស្គាល់ច្បាស់ជាងគេគឺបុណ្យនិងបាបល្អនិងអាក្រក់ទើបបងប្អូនសាងគុណជាតិហើយអគ្គសាវកទី37ដែលមានពនាមហៅថាព្រះសិវលីជាអគ្គសាវកដែលប្រសូតឡើងក្នុងលោកជាឡើងក្នុងលោកនេះអគ្គសាវកនេះព្រះអង្គបរិបូរដោយភោគទ្រព្យសម្បត្តិច្រើនទ្រព្យសន្សំអានុសង្ឃរបស់ព្រះអង្គពីអសង្ខ័យទៅ3អសង្ខ័យដែរអញ្ចឹងបងប្អូនគេសន្សំបុណ្យដោយសន្សំទ្រព្យចឹងគឺអរិយទ្រព្យនឹងសម្រាប់លើកកម្ពស់គេពីមួយជាតិទៅមួយជាតិបងប្អូនកំតូចចិត្តសមុទ្យៈកងទុកទាំង12កងទុកខៈដែលមានទុកទាំង12កងសម្រាប់ជីវិតសមុទ្យៈគ្រឿងសោយអារម្មណ៍ច្បោកច្បល់ភ័យខ្លាចតក់ស្លុតមកពីបងប្អូនអត់ឃើញទីបំផុតនៃព្រះធម៌បើបងប្អូនឃើញធម៌ទីបំផុតវាហើយសមុទ្យៈអារម្មណ៍រវើរវាយអារម្មណ៍ជាប់ចម្ពាក់ភ័យខ្លាចទាំងអស់នោះវានឹងបាត់ទៅពីព្រោះចិត្តយើងឃើញច្បាស់ឃើញជ្រៅនៅអ្វីដែលខ្លួនមានទីពឹងក្នុងលោកនេះស្លាប់តែកាយទេតែវិញ្ញាណនៅជឿជាក់លើវិញ្ញាណខ្លួនឯងថាខ្លួនអាត្មាអញបានបំពេញបុណ្យនេះជាគុណជាតិនេះអញជឿជាក់ថាការស្លាប់ទៅនេះគ្រាន់តែស្លាប់តែកាយទេតែបុណ្យរបស់អាត្មាអញនឹងទៅកើតទីខ្ពង់ព្រោះតែបុណ្យនេះហើយនេះបើព្រះពុទ្ធអវាទនេះបើអ្នកសិក្សាធម៌ច្បាស់អញ្ចឹងគេអត់ដែលភ័យខ្លាចស្លាប់ទេ
គេភ័យខ្លាចអ្វីដែលគេមិនបានធ្វើគឺបុណ្យអ្វីដែលគេប្រព្រឹត្តអាក្រក់គឺទោសគេអត់ប្រព្រឹត្តទោសគេអត់ប្រព្រឹត្តបាបតើមានអ្វីឲ្យភ័យក្នុងខ្លួនយើងមានតែសេចក្តីរីករាយថាបើអញអស់ទៅជីវិតអញចាស់ការផ្លាស់ប្ដូររូបរាងប្រែប្រួលឈឺចុកចាក់គ្រប់កន្លែងនេះមកពីកាយអញជាអនត្តាមិនមែនជាខ្លួនថ្ងៃនេះអញដេកអត់បានថ្ងៃប្រហែលថ្ងៃមុនកាលអញនៅពីកូនក្មេងដាក់លក់ដេកស្រួលគ្រាន់តែដាក់ភ្លាមលក់ភ្លឹងតែឥឡូវនេះងាកឆ្វេងងាកស្ដាំទៅខាងណាក៏មិនលក់សោះខ្លួនអញអនត្តាមែនប្រែថាមិនមែនខ្លួនបើជាអនត្តាឈឺកន្លែងនេះឈឺកន្លែងនោះអាត្មាអញមានប្រែប្រួលហើយសភាពប្រែប្រួលនៃការដេកមិនលក់គឺជាអនិច្ចំវាប្រែប្រួលកើតឡើងដល់អាត្មាអញហើយជាអនិច្ចធម៌ធម៌ប្រែប្រួលហើយគឺអនិច្ចំដូច្នេះអញអត់ថិតថេរទៀតទេបើមើលឃើញមិនថិតថេរសភាពកាយទាំងអស់នេះវាជាទុក្ខបើជាទុក្ខមានតែអាត្មាអញត្រៀមខ្លួនរកធម៌ដើម្បីជាទីពឹងឲ្យហើយមានតែអាត្មាអញរកធម៌ជាទីពឹងនៅពេលនឹងឯងបងប្អូនបុណ្យដែលបងប្អូនបានធ្វើនឹងឯងទីពឹងនៅពេលទីពឹងមកដល់បងប្អូនមានអីទៅភ័យខ្លាចនៃជីវិតស្លាប់ទៅពីព្រោះបងប្អូនជឿជាក់ថាអញជីវិតជាតិនេះនិងជាតិក្រោយមិនខុសគ្នាទេគ្រាន់តែជីវិតនេះត្រូវស្លាប់ជាធម្មតាការស្លាប់របស់អញកើតមានពេលណាពេលនឹងជាពេលវេលារបស់អាត្មាអញគរុកកម្មក្តីអសន្នកម្មក្តីកម្មរបស់អាត្មាអញនឹងទទួលនៅមរណកម្មនេះដោយរីករាយចិត្តក៏ស្ងប់ហើយផលបុណ្យក៏កើតឡើងចិត្តក៏ស្ងប់សេចក្តីស្ងប់នោះនាំឲ្យបដិសន្ធិវិញ្ញាណកម្មទៅកើតទៅក្នុងកំណើតខ្ពង់ខ្ពស់ព្រោះតបុណ្យស្ដេចមន្ត្រីជាទេវតាជានាគជាគ្រុឌជាព្រំក្តីបុណ្យទាំងឡាយគឺកើតចេញអំពីការបំពេញនិងការសន្សំរបស់យើងគឺការពលីនេះឯងគឺការធ្វើបុណ្យនេះឯងបងប្អូនថ្ងៃនេះយើងពលីប្រែតែការធ្វើការបូជាហើយពលីនេះមិនមែនលោកគ្រូនាំឲ្យពលីទេការបូជានេះមិនមែនលោកគ្រូនាំឲ្យបូជាទេគឺចិត្តបងប្អូនជ្រះថ្លាបងប្អូនស្រឡាញ់អំពើល្អទុកក្នុងខ្លួនឲ្យបានច្រើនបងប្អូនមកពីផ្ទះខ្លួនឯងមកពលីបងប្អូនមកធ្វើបងប្អូនមកចង់ដឹងហើយការពលីនោះគឺការបូជាអញ្ចឹងបងប្អូនបូជាទាំងអស់គ្នាបូជាកាយវាចាចិត្តស្ដាប់គោរពយកបុណ្យយកកុសលហើយតាំងចិត្តឲ្យមូលប្រាថ្នាយកស៊ីវលីចក្រមហាថេរបញ្ញមហាលាភាំងភវន្តតុមេខ្ញុំម្ចាស់សូមយកបុណ្យអំពីព្រះអង្គផងនៃការបូជាចំពោះព្រះអង្គសូមឲ្យខ្ញុំបាននៅសេចក្តីសុខជាសេចក្តីចម្រើនដំណើររបស់ខ្ញុំម្ចាស់ឲ្យបរិបូរណ៍ភោគទ្រព្យដោយព្រះអង្គដែលមានអំណាចក្នុងលោកនេះផងសូមពឹងលើបុណ្យព្រះអង្គទេវតាពឹងលើបុណ្យស៊ីវលីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គធ្លាប់ពឹងលើបុណ្យស៊ីវលីក្នុងពុទ្ធដំណើរ60យោជន៍ទៅកាន់រេវតៈនៃព្រៃកោគីដែលព្រះអង្គទ្រង់ធ្វើពុទ្ធកិច្ចមានប្រមាណប្រសង់500អង្គចឹងព្រះអង្គទ្រង់លើកសរសើរអគ្គសាវកស៊ីវលីថាជាអគ្គសាវកដ៏មានបុណ្យច្រើនក្នុងជំនុំប្រជុំសង្ឃហើយលើកជំនុំសង្ឃថាស៊ីវលីមានបុណ្យជាងគេក្នុងលោកនេះបងប្អូនតន់អត់បងប្អូនជឿលើអាកម្លាំងចិត្តខ្លួនឯងអត់បងប្អូនធ្វើខុសមានកម្លាំងចិត្តអត់នោះហើយជាធម្មជាតិខាងក្នុងខ្លួនធម្មជាតិនេះជាចំណែកចិត្តតែដែលឲ្យយើងដឹងយើងមើលមិនឃើញចិត្តមែនតែយើងអាចដឹងចិត្តខ្លួនឯងពេលខ្លះបងប្អូនតូចចិត្តដែរតូចនឹងតូចអីតូចចិត្តបងប្អូនឃើញចិត្តឯនៅឃើញតាមរយៈការដឹងថាអាសភាវៈមួយនៅក្នុងខ្លួនតែងតែតាំងនៅហ្នឹងវាប្រែប្រួលម្ដងឲ្យតូចចិត្តម្ដងឲ្យខឹងម្ដងឲ្យស្អប់វាជាធម្មជាតិនេះបងប្អូនប្រើប្រាស់វាណាក៏មានដូចគ្នាបងប្អូនត្រូវយកវាឲ្យខ្ពស់ដើម្បីចាប់យកធម្មជាតិខ្ពស់ចាប់យករិស័យដាក់ខ្លួនបងប្អូនកុំគិតពីអ្នកដទៃអ្វីដែលបងប្អូនខ្វះបងប្អូនបំពេញដោយខ្លួនឯងគឺបុណ្យហើយបុណ្យប្រែថាគុណជាតិនៃអំពើល្អហើយបើបងប្អូនស្ដាប់ធម៌ច្បាស់ហើយល្អនិងអាក្រក់បងប្អូនស្គាល់ច្បាស់ហើយបងប្អូនស្គាល់ល្អអាក្រក់ច្បាស់នៅស្គាល់ច្បាស់នៅលឺបន្តិចមើលច្បាស់ហើយនៅបាទបងប្អូនស្គាល់ច្បាស់ហើយល្អនិងអាក្រក់បងប្អូនស្រឡាញ់ល្អឬស្រឡាញ់អាក្រក់បងប្អូនស្រឡាញ់ល្អឬស្រឡាញ់អាក្រក់ល្អគឺល្អដោយអីខ្លះល្អមានតែ3ទេកាយវាចាចិត្ត3ហ៎ល្អដោយកាយល្អដោយវាចាល្អដោយចិត្ត3យ៉ាងនេះគឺល្អដោយសិលល្អដោយសមាធិល្អដោយបញ្ញាចិត្តតំណាងសមាធិបងប្អូនចិត្តដែលបងប្អូនធ្វើល្អត្រូវចិត្តដែលបងប្អូនគ្រប់គ្រងល្អត្រូវចិត្តនឹងមានសមាធិរួចបាត់ទៅហើយនោះ
ធម្មជាតិនៃសមាធិវាជាធម្មជាតិមួយដែលចិត្តយើងចេះត្រួតពិនិត្យចេះយើងចិត្តស្ងប់ចិត្តយើងចេះស្ងប់យើងចេះពិនិត្យមើលចិត្តយើងចេះពិនិត្យមើលធម្មជាតិនោះឈ្មោះថាសមាធិក្នុងខ្លួនហើយអាហ្នឹងចិត្តអញ្ចឹងកាយវាចាចិត្តចិត្តអញ្ចឹងបងប្អូនចិត្តនេះគឺសមាធិបានអាចមើលឃើញបើចិត្តយើងមើលឃើញយើងមានអីបើចិត្តយើងមើលឃើញនៅល្អអាក្រក់យើងមានអីបានមានបញ្ញានឹងសិលសមាធិឲ្យមានបញ្ញាហើយបើចិត្តយើងមើលឃើញល្អអាក្រក់ចិត្តយើងជាអ្នកមានបញ្ញាអញ្ចឹងអ្នកមានបញ្ញាដែលអ្នកណាសាងអាក្រក់ឬអត់អ្នកមានបញ្ញាមកដែលអ្នកណាសាងអាក្រក់ទេមែនទេចុះបណ្ឌិតអ្នកដែលមានបញ្ញាខ្លាំងមែនទែនគេសាងអាក្រក់អត់ហើយចុះបងប្អូនសាងអាក្រក់អត់ទេព្រោះបងប្អូនមានបញ្ញាមើលឃើញខ្លួនឯងថាមិនគួរសាងអាក្រក់ដល់អ្នកដទៃឲ្យយំឲ្យយែកឲ្យបែកឲ្យបាក់ឲ្យរឿងឲ្យរាវឲ្យក្តៅកាហាយអស់នៅជីវិតដល់អ្នកដទៃទេអញកើតមកជាមនុស្សគួរតែធ្វើអ្វីឲ្យមានប្រយោជន៍ដល់អ្នកដទៃហើយបងប្អូនមានចិត្តស្ងប់ឈ្មោះថាមានសមាធិហើយបងប្អូនមានសមាធិបងប្អូនមើលឃើញនៅរឿងរ៉ាវល្អណាស់អាក្រក់បងប្អូនមានបញ្ញាហើយបើបងប្អូនមានបញ្ញាគេហៅបងប្អូនជាអ្នកមើលឃើញល្អហើយបងប្អូនធ្វើល្អហើយគេហៅថាស្អីបើបងប្អូនមានបញ្ញាហើយបងប្អូនធ្វើល្អគេហៅថាស្អីអ្នកណាឆ្លើយបើមានបញ្ញាមើលឃើញល្អហើយបងប្អូនប្រព្រឹត្តល្អហើយឃើញគេប្រព្រឹត្តល្អហើយគេហៅថាស្អីមើលអ្នកណាឆ្លើយត្រូវហេបងប្អូនបើបងប្អូនមានចិត្តស្ងប់ចេះពិនិត្យមើលឃើញល្អឃើញអាក្រក់អាភាពស្ងប់ហៅថាសមាធិអាបងប្អូនចេះស្គាល់ល្អស្គាល់អាក្រក់គេហៅថាមានបញ្ញាចុះអាបញ្ញាដែលបងប្អូនមានហើយឃើញល្អច្បាស់ប្រព្រឹត្តល្អច្បាស់គេហៅស្អីគេហៅសិលអ្នកប្រព្រឹត្តល្អគេហៅសិលអ្នកមានសិលហើយតើអ្នកមានបណ្ឌិតអ្នកមានអីណាបងប្អូនយល់អត់អ្នកដែលប្រព្រឹត្តល្អហ្នឹងអ្នកមានសិលបាត់ទៅហើយអ្នកគាត់តែមានចិត្តស្ងប់អ្នកមានសមាធិទៅហើយអ្នកមានសមាធិអ្នកនឹងមានបញ្ញាហើយអ្នកនឹងមានបញ្ញាធ្វើអំពើល្អអ្នកនឹងមានសិលហើយអញ្ចឹងសិលគឺជាគុណជាតិដែលបងប្អូនធ្វើអំពើល្អអ្នកណាធ្វើល្អអ្នកនឹងមានសិលយល់ទេនៅហើយចាំបងប្អូនធ្វើអាក្រក់មានអីវិញមានបាបមានសិលអត់អញ្ចឹងបាបសិលគឺជាសិក្ខាបទព្រហ្មចារ្យធម៌ដែលព្រះអង្គសម្ដែងនៅក្នុងអបោស្ថានេសជាយិតពោភេសិតមេទាំងតេនកវតាជានតាបស្សតារហតាសម្មាសម្ពុទ្ធេអ្នករក្សាសិលគឺរក្សាចិត្តរបស់ខ្លួនដោយមើលឃើញថាខ្លួនជាអ្នកមានសិលគឺមានសេចក្តីល្អជាអ្នករក្សាទាំងយប់ទាំងថ្ងៃគឺនៅសេចក្តីល្អនឹងឯងយល់អត់អញ្ចឹងបងប្អូនជាមនុស្សល្អអត់បើមនុស្សល្អបងប្អូនជាមនុស្សមានសិលហើយបើអ្នកមានសិលហើយមានសេចក្តីសុខទេអានឹងគេហៅវិមុតតិសិលសមាធិបញ្ញាសិលសមាធិបញ្ញាបងប្អូនមានសិលមានសមាធិមានបញ្ញាបងប្អូនជាបុគ្គលកំពូលហើយបងប្អូនចាប់ផ្ដើមមានសេចក្តីសុខក្នុងខ្លួនណាបើមានគេហៅមានវិមុតតិញាណគឺញាណហ្នឹងឲ្យយើងដឹងពីសេចក្តីសុខទៅថ្ងៃពុទ្ធ15កើតពេញបរមីខែវិសាខព្រះអង្គថាតថាគតចាក់ធ្លុះនៅអរិយធម៌4ហើយទី1តថាគតយល់ច្បាស់នៅសមាធិទី2តថាគតយល់ច្បាស់នៅបញ្ញាទី3តថាគតយល់ច្បាស់នៅសិលឥឡូវសិលសមាធិបញ្ញាកើតឡើងហើយតថាគតបានបដិបត្តិហើយឥឡូវនេះវិមុតតិញាណកើតដល់តថាគតហើយគឺវិមុតតិញាណនេះឯងជាអរិយធម៌ទី4សិលសមាធិបញ្ញានិងវិមុតតិញាណគឺញាណមើលឃើញសេចក្តីសុខហើយសេចក្តីសុខកើតឡើងសុខទីបំផុតគឺព្រះនិព្វានយល់ទេបងប្អូនធ្វើសុខឲ្យបានច្រើនអត់មានបញ្ហាមួយនោះណាបងប្អូនលះបង់គំនុំគុំគួនបងប្អូនលះបង់ការស្អប់ការខឹងបងប្អូនលះបង់ទង្វើអាក្រក់បងប្អូនល្អបងប្អូនធ្វើល្អជាច្រើនបងប្អូនមានអារម្មណ៍មួយថាលោកនេះសោលកិច្ចគឺកិច្ចដែលគួរធ្វើអំពើល្អយើងបានធ្វើហើយរៀបចំហើយអស់ដូចជាសម្ភារៈដូចជារបស់របរដែលយើងរៀបចំជាស្រេចដូច្នេះចិត្តរបស់យើងរីករាយក្នុងលោកណាដែលយើងបានធ្វើដល់ទលំទលាយមនុស្សផងទាំងឡាយជ្រះថ្លាក្រៃលែងយល់ទេបងប្អូនខ្ញុំសូមសួរបងប្អូនបើបងប្អូនធ្វើភ្នំហើយឲ្យលវងល្វើយរីករាយមានរូបព្រះបដិមាកច្រើនជាទីជ្រះថ្លាបងប្អូនសម្រាប់ទៅមានសេចក្តីសុខទេបើបងប្អូនកសាងព្រះពុទ្ធរូបបែបនេះឬក៏ព្រះអគ្គសាវកដើម្បីរំលឹកដល់អាសាវកសាវការបស់
ប្រពុតជាម្ចាស់បងប្អូនធ្វើបែបហ្នឹងមានគេគោរពបូជាហើយបងប្អូនបើឃើញគេគោរពបូជាច្រើនបងប្អូនជ្រះថ្លាហ៎នោះហើយជាគុណជាតិដែលបងប្អូនបានធ្វើបងប្អូនគួរតែចាប់ផ្ដើមធ្វើជាមួយនឹងកាយវាចាចិត្តបន្តិចម្ដងដើម្បីបង្កើតទៅជាកុសលដែលបងប្អូនបង្កើតនោះឈ្មោះហៅថាអានិសង្សបងប្អូនបង្កើតយូរទៅកើតបានជាអសង្ខ័យកម្រៃ100,000កាត់អញ្ចឹងបងប្អូនរាល់ថ្ងៃនេះឲ្យតែបងប្អូនធ្វើល្អបងប្អូនបានហើយបងប្អូនដកដង្ហើមចេញគិតអំពើល្អបានអានិសង្ស20បងប្អូនដកដង្ហើមចូលគិតអំពីអំពើល្អក្នុងโลกនេះហើយពិចារណាឃើញការចាស់ឈឺស្លាប់ជារឿងធម្មតាភាពចំណែនបៀតបៀនគ្រាន់តែជាចិត្តគ្រាន់តែជាសបកខាងក្រៅអាត្មាអញគួរតែជាបុគ្គលមួយដែលមាននឹងខឹងផ្នែកផ្លូវចិត្តជាអ្នកអប់រំចិត្តឲ្យបានមុតមួនមិនគួរជីវិតអាត្មាអញកើតមកដើម្បីតែរស់ហើយទៅសាងអំពើបាបសោះអញ្ចឹងគ្រាន់តែដកដង្ហើមចេញចូលបងប្អូនបានអានិសង្សចេញ20ចូល20ឈ្មោះថាសមាធិឯនងយល់ទេនៅអញ្ចឹងថ្ងៃនេះថ្ងៃចេញព្រះវស្សាមែនអត់ត្រូវនៅថ្ងៃអីចេញវស្សា15កើតខែអីមែនខែមូសវិញណាខែអីអាសត់ស្តៀងមូសនៅក្រៅចេញវស្សាគឺច្បាស់ជាងគេគឺខែអាសត់បងប្អូនថាមើលខែអាសត់ចាំនៅចុះចូលវស្សាខែណាឃើញអត់ខែអីខែអាសាឍរហាខែអាសាឍហើយចូលនៅក្នុងថ្ងៃណាថ្ងៃពេញបរមីមើលមកមើលប្រចាំណាបងប្អូនមើលរីករាយអត់បងប្អូនរីករាយអត់មើលប្រចាំតិចមើលរីករាយហ៎ឆ្លាស់ល្អអត់កាលពីចូលព្រះវស្សាពេញបរមីខែអាសាឍចេញព្រះវស្សាពេញបរមីខែអាសត់ដូចគ្នាមួយអាសាឍមួយអាសត់ប្រយ័ត្នណាប្រយ័ត្នអត់ចាំអញ្ចឹងពេញបរមីខែអាសាឍចូលព្រះវស្សាចេញព្រះវស្សាពេញបរមីខែអាសត់អញ្ចឹងគម្រប់ប្រមាណខែរាប់មើលអាសាឍពេញបរមីស្រាបផុតបុត្រអាសត់ពេញបរមីវិញរាប់ខែគឺ3ខែតែបើយើងរាប់ក្បាលខែ4តែរាប់ពេញ3ខែអញ្ចឹងយប់នេះគឺចេញព្រះវស្សាកំណត់នៅម៉ោង12យប់ព្រលឹមឡើងស្អែកដើរបានហើយទៅណាទៅតោះហ្នឹងបងប្អូនយល់ទេបងប្អូនបាទបើយល់ហើយក្នុងថ្ងៃនេះយើងជួបជុំគ្នាទាំងប្រុសទាំងស្រីមានភ្ញីផ្កាសក្ការៈបូជាមានទាំងទៀនមានទាំងធូបតាក់តែងលម្អគ្រឿងកម្រងគ្រឿងផ្កាម្លិះលួតម្លិះលាការឈូកសឈូកក្រហមឈូកប្រកដីមានទាំងជើងពៀនឆ្វេងស្ដាំផ្លែឈើទាំងឡាយមានផ្លែផលអានុផលតម្កល់មានព្រះពុទ្ធជាព្រះប្រធានជាព្រះបរមគ្រូនៃទេវតានិងមនុស្សទាំងឡាយសត្ថាទេវមនុស្សសានាំងព្រះអង្គជាសាស្ត្រាចារ្យជាគ្រូនៃទេវតានិងមនុស្សទាំងឡាយយើងខ្ញុំបកករណាជួបជុំគ្នាហើយនៅលើភ្នំកិច្ចកោតបុរីដែលមានសេចក្តីជ្រះថ្លានាំគ្នាដើម្បីមកចេញព្រះវស្សាធ្វើកិច្ចដែលមានប្រសង់ច្រើនអង្គចូលរួមរាត្រីនេះហើយយើងខ្ញុំម្ចាស់មានកិច្ចមួយមុនដំបូងគេគឺថ្វាយបង្គំគុណព្រះពុទ្ធបរមគ្រូជាមុនយល់ទេយើងថ្វាយបង្គំគុណព្រះពុទ្ធបរមគ្រូសិនណាបាទតោះខ្លីៗបងប្អូនមកទាំងអស់គ្នាបាទសុំនិមន្តប្រសង់មកព្រះអង្គសិនមកនិមន្តប្រសង់បងប្អូនណាយកមកវគ្គទៀតបងប្អូនណាបាននិមន្តប្រសង់ហើយប្រសង់ក្រាលមកចំហៀងខាងនោះសិនហើយព្រះអង្គបែរមុខប្រឆិតមកយើងសិនចាំដល់សូត្រមុនចាំយើងមុនព្រះអង្គមកនេះអញ្ចឹងយើងដាក់ខាងនោះមកចំហៀងខាងនោះសិនមកតោះអើលឿនឡើងកម្មការលឿនចុះមិនដាក់ចំហៀងខាងនោះទៅប្រសង់តែអែបសន្ទឹមទៀតកុំដល់អាំងទឹកពេកអែបហ្នឹងចឹងមកហើយមិនបាច់ទៀងទាំងអស់បង